ខាងក្រោយខ្ញុំនេះគឺជាលំហាត់ limit បន្តទៀតដែលវាមានរៀង0ទៅ0អញ្ចឹងយើងមើលលំហាត់ A គេឲ្យយើងមក limit របស់យើងគឺខិតទៅ1អញ្ចឹងបើសិនជា limit x ខិតទៅ1កត្តាដែលយើងត្រូវសម្រួលគឺ x ដក1យើងឃើញថាភាពបែងវាមាន1ដក x អញ្ចឹងយើងគ្រាន់ចាប់ដកជាកត្តាទៅរួចជាស្រេចចំណែកឯខាងលើវាជាប្រភេទដឺក្រេទី2អញ្ចឹងករណីដឺក្រេទី2កន្លែងនេះយើងមិនចាំបាច់ដាក់ជាផលគុណកត្តាតាមរយៈការចែកភូធាឬមួយក៏ចែកការលំដាប់អីទេឥឡូវយើងសាកមកធ្វើលំហាត់ A ទាំងអស់គ្នានេះអញ្ចឹងយើងចាប់ផ្ដើមទៅសេ limit យើងមកវិញតើមក limit x ខិតទៅ1នេះភាគបែងនេះខ្ញុំចាប់ដកជាកត្តាអញ្ចឹងបាន x ដក1វិញបន្ទាប់មកយើងមើលភាគយកយើងភាគយកចឹងជាប្រភេទដឺក្រេទី2អញ្ចឹងយើងដឹងថាកត្តាដែលត្រូវសម្រួលគឺ x ដក1បន្ទាប់មកខ្ញុំយក x ការ៉េនេះបើសិនជាវាមានមេគុណយើងយកទាំងមេគុណយកមកចែកជាមួយនឹង x មក x ការ៉េចែក x បាន x ដក4នេះខ្ញុំយកទាំងសញ្ញាមកដែរដក4ចែកឲ្យដក1បានបូក4បន្ទាប់មកយើងធ្វើការសម្រួលវាមកនេះ x ដក1 x ដក1យើងសម្រួលគ្នាអស់ហើយអញ្ចឹងនៅសល់ limit x ខិតទៅ1nàyភាគយកយើងនៅសល់ x បូក4នៅលើអានេះខ្ញុំសម្រួលចោលទៅនៅសល់ដក1ណាអញ្ចឹងខ្ញុំបានអានេះយើងជឿចូលទៅបាន1បូក4នៅលើដក1 1បូក4បាន5 5ចែកដក1បានដក5ណាឥឡូវយើងមើលលំហាត់ B លំហាត់ B នៅពេលយើងជំនួសចូលទៅអានេះបានដក1អានេះដក1អានេះដក1អានេះជំនួសទៅបាន3អញ្ចឹងដក1 3ដងវាបានដក3ដក3បូក3 0ខាងក្រោមក៏ជំនួសទៅឃើញ0ដូចគ្នាដែរអញ្ចឹងរៀនមិនកំណត់0លើ0ណាអញ្ចឹងយើងចាប់ដើមដាក់ជាកត្តាណាឥឡូវខ្ញុំបានទៅសេម limit x ខិតទៅរកដក1នៃយើងដឹងថានៅពេលដែល x ខិតទៅរកដក1កត្តាដែលយើងត្រូវសម្រួលគឺ x បូក 1ខាងក្រោមគឺ x បូក1ដែរប៉ុន្តែភាគយករបស់យើងគឺជាប្រភេទពហុធាតុដឺក្រេទី3យើងអាចយកមកចែកដោយប្រភេទពហុធាតុដឺក្រេទី2បានទេអញ្ចឹងខ្ញុំដាក់ភាគបែងនេះជាផលគុណកត្តាឲ្យមក 2x ការ៉េចែក x បាន 2x បូក1ចែកឲ្យបូក1បានបូក1ដដែលណាយើងកុំភ្លេចយកទាំងសញ្ញាយកទាំងមេគុណនៅពេលដែលចែកណាហើយយើងមើលភាគយកយើងប្រភេទដឺក្រេទី3ដើម្បីងាយលឿនយើងចែកសញ្ញាតិចមកយើងគ្រាន់តែស្រង់មេគុណមកបានយើងគូបន្ទាត់3បែបនេះបានបន្ទាប់មកយើងស្រង់មេគុណវាមកកន្លែងមុខ x គីបមានមេគុណវា1 x ការ៉េមានមេគុណ3 x មានមេគុណ1ហើយអត់ x នោះគឺដក1អញ្ចឹងយើងយកទាំងសញ្ញាមកទៀតណាកន្លែងនេះខ្ញុំដាក់ x ខាងនេះយើងមើលនេះនៅពេលដែល x យើងខិតទៅរកប្រមាណយើងដាក់លេខប៉ុណ្្នឹងមកគឺដក1ណាដល់ពេលលេខ1នេះគឺយើងត្រូវទម្លាក់វាមកអូតូមកទម្លាក់មកកន្លែងនេះណាបន្ទាប់យើងធ្វើការគុណទៅវិញ1គុណឲ្យដក1បានដក1គឺយើងដាក់នៅចំណុចនៅទីនេះហើយយើងដាក់នៅតួបន្ទាប់អូខេអញ្ចឹងយើងធ្វើការបូកអានឹងចូលគ្នាមកនេះ3បូកដក1នៅសល់2បន្ទាប់មកយើងយក2ទៅគុណដក1បន្តទៀតហើយយកមកដាក់នៅតួបន្ទាប់នេះ2គុណឲ្យដក1បានដក2យើងបូកវាចូលគ្នាមក1បូកដក2បានដក1ដក1គុណឲ្យដក1បានបូក1ណាដក1បូក1សល់0អញ្ចឹងនៅពេលដែលសំណល់សល់0អញ្ចឹងការចែកសញ្ញាតិចរបស់យើងគឺត្រឹមត្រូវហើយយើងឃើញថាអានេះវាដឺក្រេទី3អញ្ចឹងបើសិនជាដឺក្រេបន្ទាប់ទៀតគឺអីគេទី2ទី1ហើយនឹងអត់មានណាអញ្ចឹងអានេះយើងបាន x បូក1កតាឲ្យនេះ x ការ៉េអានេះបានបូកបូក 2x អាកន្លែងនេះគឺដក1ណាអញ្ចឹងខ្ញុំបានប៉ុណ្ណេះជិះធ្វើការសម្រួលកតាដែលធ្វើឲ្យ0មកនេះគឺ x បូក1សម្រួលទៅជានៅសល់ limit x ខិតទៅរកដក1នៃភាគយករបស់យើងគឺនៅសល់ x ការ៉េបូក 2x ដក1ភាគបែងយើងគឺនៅសល់ 2x បូក1យើងធ្វើការជំនួសវាចូលមកបាទជំនួសដក1ចូលទៅអានេះដក1លើកជាការ៉េនៅបាន1ដក1គុណឲ្យ2បានដក2ដក1នៅលើ2គុណឲ្យដក1បានដក2បូក1អាខាងលើ1ដក1អស់អញ្ចឹងនៅសល់ដក2ខាងក្រោមនៅសល់ដក1ដក2ចែកដក1នៅសល់បូក1ឥឡូវយើងមើលលំហាត់ C
lồng hạt C ní viền phai tịnh vì mình cho ta lại đi khác hãy bởi những cứ việc khất tờ đồ xôn càng chuối chẳng như thật đơn hai kể nhưng thật đơn hai nó p đã x khất tờ đồ xôn càng chuối ta lại đi khác này x ní cứ việc chơi mà bạn đó đọc x nè chẳng trong bàn limit C bởi những smart limit x khất tờ đồ xôn càng chuối này x cái đấy đọ bổng bờ x nó lấy anh ấy bị chơi một bán đọ đọ x nè chắc trong bàn nhưng mình mơ tiền thằng lớn đi dân miền x cái đấy đọ bổng bờ x chắc trong ai chọc x chưa ta chắc bàn limit x khất tờ xôn chơi này x cái ta x đó bổng bờ nó lấy đó đọ x x đến dân ai sầm rùa bàn chắc nó sáu limit x khất tờ xôn càng chơi này x đọ bổng bờ nó lấy đọ mũi nhưng thua ca chỉ nụ trâu tới anh đi sâu nó sâu đòn bờ bàn đòn bờ chạy đọ mũi bán bốt bổng bờ này chẳng limit